ចាឥឡូវខ្ញុំព្យាបាលបានខែទី3ក៏ខ្ញុំចាប់ផ្ដើមមានកូនជំរាបសួរនាងខ្ញុំឈ្មោះសុតចន្ទថាអាយុ33ឆ្នាំមានបញ្ហាទាក់ទងសុខភាពអត់មានកូនរយៈពេល2ឆ្នាំជាង73ឆ្នាំចាហើយនាងខ្ញុំក៏មើលឃើញ page របស់អ្នកគ្រូនៅក្នុង Facebook ហើយអ្នកខ្ញុំក៏មកតាមរយៈ page មកពិនិត្យសុខភាពចារយៈពេលពិនិត្យគឺអ្នកគ្រូថាមានបញ្ហាធ្លាក់សខ្លះហើយអ្នកគ្រូក៏ធ្វើការព្យាបាលទាក់ទងបញ្ហាហ្នឹងបញ្ហាទាក់ទងរដូវក៏មកអត់ទៀងហើយគាត់ឲ្យថ្នាំឲ្យញ៉ាំទៅក៏វាទៀងទាត់ទៅតាមនឹងវិញការព្យាបាលគឺអ្នកគ្រូប្រាប់រយៈពេលពី3ខែទៅ6ខែចាឥឡូវខ្ញុំព្យាបាលបានខែទី3ក៏ខ្ញុំចាប់ផ្ដើមមានកូនមានអារម្មណ៍សប្បាយចិត្តចាសប្បាយខ្លាំងព្រោះអីកន្លងមកព្យាយាមយកដែរប៉ុន្តែអត់មានចាហើយក៏មកជួបកន្លែងអ្នកគ្រូទៅក៏បានលទ្ធផលល្អជាទីគាប់ចិត្តផ្ដាំផ្ញើទៅដល់បងដែលមានបញ្ហាថាអត់កូនអញ្ចឹងបងអាចអញ្ជើញមកកន្លែងរបស់អ្នកគ្រូបានទៅពិនិត្យរូបស្ត្រីហ្គាច់ក្នុងផ្លូវ2004មួយវិញទៀតក៏លើកទឹកចិត្តចំពោះអ្នកដែលគាត់មិនទាន់មានកូនក៏អាចបន្តការព្យាបាលដើម្បីទទួលបានលទ្ធផលល្អចាទោះបីរយៈពេល3ខែនិង6ខែមិនទាន់មានលទ្ធផលល្អក៏ដោយក៏អ្នកគ្រូនឹងព្យាយាមក្នុងការព្យាបាលរហូតដល់បានលទ្ធផលល្អចាដោយមិនគិតថ្លៃជាចុងក្រោយខ្ញុំសូមអរគុណអ្នកគ្រូនិងជូនពរបងដែលគាត់តាមដាននិងព្យាបាលជាមួយអ្នកគ្រូទទួលបានលទ្ធផលល្អទាំងអស់គ្នា